ខ្លាមជ្ឈមបុព្វអ៊ីរ៉ង់បានបាញ់មីស៊ីលគំតិចកប៉ាល់ថៃមួយគ្រឿងទៀតជាលើកទី2ព្រោះតែគំភ្លើនប្រហើនមិនស្ដាប់ការព្រមានរបស់អ៊ីរ៉ង់នៅច្រកសមុទ្រហូមឺកប៉ាល់ពាណិជ្ជកម្មថៃត្រូវស៊ីមីស៊ីលរបស់អ៊ីរ៉ង់នៅច្រកសមុទ្រហូមឺព្រោះតែប្រហើននៅតែធ្វើដំណើរឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រមួយនេះដោយមិនអើពើពីការព្រមានរបស់កងឆ្មាំបដិវត្តអ៊ីរ៉ាក់បើតាមការផ្សាយរបស់កាសែត Times of Israel នៅថ្ងៃសៅរ៍ទី18ខែកក្កដាឆ្នាំ2026នេះអ៊ីរ៉ាក់បានកំណត់គោលដៅនឹងវាយប្រហារកប៉ាល់នេះកាលពីថ្ងៃសុក្រព្រោះតែកប៉ាល់ថៃប្រងើយកន្តើយទោះបីជាមានការព្រមានតាមវិទ្យុតាក់ទងជាច្រើនលើកជាច្រើនសារយ៉ាងណាក៏ដោយកប៉ាល់ថៃនៅតែព្យាយាមឆ្លងកាត់ផ្លូវទឹកទាំងដែលមិនសុំការអនុញ្ញាតពីទីក្រុងតេហេរ៉ង់តតែសោះតែទោះជាយ៉ាងណាក៏ដោយមិនមានព័ត៌មានលម្អិតទេថាតើមាននាវិកថៃប៉ុន្មាននាក់នៅលើកប៉ាល់នោះហើយមាននរណាម្នាក់រងគ្រោះដែរឬទេហើយជុំវិញការវាយប្រហារនេះផងដែរអ៊ីរ៉ាក់ក៏បានផ្ដាំផ្ញើថាកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មណាក៏ដោយដែលឆ្លងកាត់ច្រកយុទ្ធសាស្ត្រនេះត្រូវតែសុំការអនុញ្ញាតជាដាច់ខាតពីខ្លាមជ្ឈមបុព្វអ៊ីរ៉ង់